Ok, lời dương màu xả bông cài lùm hạt ní thằng ngọt khía từ lửa cạp ní bát những cặp bùa chẳng một người dân với dân trâu chăm tha bát nâng cặp bùa này thì cáo tay tại cài những khía trên này chẳng lời nhung thơ là thơ bí chẳng bà sân chia A B cứ chia cặp bùa này thì cáo tờ A C rồi cổ B C cứ chia bát này thì cáo chẳng đây xa tam dùng này bỏ dưỡng dân thả bát này cũng bùa này phải cáo tay tại cây những khía trên này đôi ní miền này tha A C cứ trong mùi ní cứ chia bát này này phải cáo mùi ní ok lấy dân từ là thật đi ở bờ sân như kia prap tha âm Q miền này tập bắt tọt tròn mùi ní âm Q cứ chia cùng bùa này phải cáo đôi ní PNក្រៅមួយនេះបាទក្រៅមួយនេះគឺជាបាតអូខេមួយទៀត F បើសិនជា WZ នេះ WZ នៅក្រៅត្រីកោណនេះចូល special ទី3របស់យើងណាចូល case ទី3អញ្ចឹងបើ WZ គឺជាកម្ពស់នៃត្រីកោណមួយនេះនោះ XY ឬក៏ YX នឹងឯងគឺជាបាតនៃត្រីកោណបាទអញ្ចឹងយើងមើលយើងទៅរូបទី2 name the height for each given base បើគេឲ្យបាតតើកម្ពស់នៃត្រីកោណមួយណាចុះឧទាហរណ៍ B ក្នុងនេះគេថា BC គឺជាបាតនៃត្រីកោណមួយនេះអញ្ចឹង BC យើងយកមួយនេះជ្រុងមួយនេះ BC អញ្ចឹងបើ BC គឺជាបាតអត់មានអីយ៉ាប់យើងមើលជ្រុងកែងជាមួយនឹង BC នៅត្រង់នេះឯងគឺ AF មានន័យថា AF គឺជាកម្ពស់អញ្ចឹងមួយទៀត D បើសិនជាគេឲ្យ BC ឬក៏ CB គឺជាបាតវិញម្ដងបាទអញ្ចឹងកន្លែងនេះវា special ទៀតហើយគឺមានន័យថានេះយើងបន្លាយ BC មកមានន័យថា AE គឺជាកម្ពស់នៃត្រីកោណមួយនេះ AE គឺជាកម្ពស់នៃត្រីកោណមួយនេះយើងទៅចុងក្រោយគឺអក្សរ F បើសិនជា FU គឺជាបាតនៃត្រីកោណបើសិនជា SU នេះមួយនេះបើសិនជា SU គឺជាបាតនៃត្រីកោណនោះកម្ពស់នៃត្រីកោណគឺ TW ឬក៏ WT បាទឥឡូវបងប្អូនអាច comment នៅក្រោមវីដេអូដាក់ថា practice 1ដាក់1មកហើយនេះដាក់លេខ1មកបងប្អូនអាចឲ្យចម្លើយឈើបានទេ A C E អញ្ចឹងតើបាតនៃត្រីកោណ ACE នៅលំហាត់ទី1អីគេខ្លះអាចសរសេរជាអក្សរវាយបញ្ចូលក្នុង comment ខាងក្រោមនេះបានទេអូខេហើយមួយទៀតនេះអនុវត្តផងដែរគឺ ACE ដដែលប៉ុន្តែបងប្អូនដាក់លេខ2 ACE អូខេតើកម្ពស់នៃលំហាត់លេខ2 ACE នេះអីគេខ្លះអញ្ចឹងអាច comment ចូលខាងក្រោមវីដេអូមួយនេះបាទអញ្ចឹងវីដេអូផុសថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណជម្រាបលា